បាទដំបូងសូមអរគុណដល់ខាង website via football តែគាត់ជាកិច្ចការគាត់ព្យាយាមអាប់ដេតនៅព័ត៌មានកីឡាដល់ជូនដល់បងប្អូន fan អ្នកគ្រប់គ្រងបាល់ទាត់បាទគាត់តាមដានតែគាត់មិនបានជួនកាលគាត់បានតាមដានផ្ទាល់អញ្ចឹងគាត់បានមើលនៅក្នុង website គាត់ដឹងពីព័ត៌មានរបស់កីឡាករនិងលទ្ធផលបាល់ទាត់បាទពាក់ព័ន្ធជាមួយនឹងសម្បត្តិដែលផ្ដល់ជូនដោយ via football និងក្រុមហ៊ុន Toyota ហ្នឹងគឺមកដល់បឹងកេតសម្រាប់ឲ្យចែកចាយដល់ fan របស់ club ខ្ញុំសូមថ្លែងអំណរគុណហើយមានសេចក្តីត្រេកអរមែនទែនបាទគឺសម្បត្តិហ្នឹងយើងអាចនឹងជូនដល់បងប្អូនដែលស្នេហាកីឡាបាល់ទាត់ដែលគាត់ជួនកាលគាត់អត់មានលទ្ធភាពទិញសម្បត្តិចូលមើលតែគាត់ចង់មើលដែរតែគាត់អត់មានលទ្ធភាពទិញសម្បត្តិអញ្ចឹងអាចសម្រួលឲ្យគាត់អាចនឹងចូលមើលដោយមិនគិតថ្លៃអញ្ចឹងខ្ញុំជឿថាទាំងខ្ញុំក៏ដូចជា fan បើសិនជាគាត់បានដំណឹងនេះគាត់នឹងសប្បាយចិត្តខ្លាំងមែនទែនខ្ញុំនឹងពិភាក្សាជាមួយនឹងក្រុមការងារខាងផ្សព្វផ្សាយរបស់ club ទីមួយយើងនឹងមានអាចនឹងមានជាកម្មវិធីកំសាន្តទាយឬមួយក៏ទស្សន៍ទាយឬមួយក៏សួរសំណួរនៅក្នុង website ដើម្បីផ្ដល់ជូននៅសម្បត្តិនៅរង្វាន់នៅសម្បត្តិហ្នឹងហើយនឹងទី2យើងនឹងមានការចែកជូនដោយផ្ទាល់ចំពោះទស្សនិកជន fan មួយចំនួនដែលគាត់ជា fan ដែលមានសមាជិករបស់បឹងកេតបាទគម្រោងយើងមាននៅក្នុងថ្ងៃប្រគួតហ្នឹងយើងនឹងរៀបចំយើងប្រមូលផ្ដុំនៅអ្នកគ្រប់គ្រងដែលអ្នកគ្រប់គ្រងស្មោះស្ម័គ្ររបស់ក្រុមហ្នឹងដើម្បីយើងការហ្វឹកហាត់នឹងអាចមានរៀបចំគឺទង់ជាតិធំមួយទង់ជាតិជាក់សម្រាប់ធីមអាចនឹងជុំគ្នាអាចនឹងមានអ្នកចម្រៀងច្រៀងសម្រាប់លើកទឹកចិត្តកីឡាករផងដែរ